បញ្ចប់បេសកកម្មនៅប្រទេសវៀតណាមអាយុដំអភិសន្តិបណ្ឌិតអញ្ជើញសម្ពោធសមិទ្ធផលក្នុងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងនិងផ្ដល់គោលការណ៍ណែនាំពង្រឹងកិច្ចការនគរបាលបន្ទាប់ពីបញ្ចប់បេសកកម្មនៅសាធារណរដ្ឋសង្គមនិយមវៀតណាមអាយុដំអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដោយប្រើប្រាស់ជាផ្លូវការអគារវឹកហាត់និងសម្ពោធសមិទ្ធផលនានារបស់ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងនៅរសៀលថ្ងៃទី30ខែមេសាឆ្នាំ2025មានប្រសាសន៍នាឱកាសនោះអាយុដំអភិសន្តិបណ្ឌិតបានលើកឡើងអំពីគោលការណ៍នៃការពង្រឹងធនធានមនុស្សក្នុងក្របខ័ណ្ឌនគរបាលជាតិដោយអាយុដំអភិសន្តិបណ្ឌិតបានណែនាំដល់ថ្នាក់ដឹកនាំគ្រប់អង្គភាពនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងផ្ដល់ការលើកទឹកចិត្តគាំទ្របង្កលក្ខណៈងាយស្រួលដល់កងកម្លាំងនគរបាលដែលបានទទួលការអប់រំបណ្ដុះបណ្ដាលទាំងក្នុងនិងក្រៅប្រទេសឲ្យបានទទួលតួនាទីនិងមុខតំណែងស័ក្តិសមនឹងសមត្ថភាពដើម្បីផ្ដល់ការលើកទឹកចិត្តដល់ពួកគេដែលបានចំណាយពេលវេលាចាកឆ្ងាយពីគ្រួសារនិងខិតខំសិក្សារៀនសូត្ររហូតទទួលបានជោគជ័យអាយុដំអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីក៏បានណែនាំឲ្យគ្រប់អង្គភាពទាំងអស់ត្រូវជ្រើសរើសឲ្យបានស័ក្តិសមសម្រាប់មន្ត្រីដែលត្រូវទៅទទួលការបណ្ដុះបណ្ដាលទាំងក្នុងនិងក្រៅប្រទេសជៀសវាងមន្ត្រីដែលទៅដល់មិនគោរពវិន័យបានល្អឬទៅដល់មានបញ្ហាសុខភាពកាយសម្បទាមិនមាំទាំដែលមិនស័ក្តិសមសម្រាប់ការសិក្សារៀនសូត្រនិងហ្វឹកហាត់ជាមួយគ្នានេះអាយុដំអភិសន្តិបណ្ឌិតក៏បានផ្ដល់ការណែនាំថាជាចាំបាច់ទន្ទឹមនឹងការខិតខំសិក្សារៀនសូត្រគឺមន្ត្រីដែលទៅទទួលការបណ្ដុះបណ្ដាលត្រូវតែខិតខំគោរពឲ្យបាននូវវិន័យហើយព្យាយាមបង្កើតនូវទំនាក់ទំនងឲ្យបានល្អជាមួយនឹងមន្ត្រីដែលជាសិក្ខាកាមដូចគ្នាក្នុងន័យផ្លាស់ប្ដូរបទពិសោធន៍ចំណេះជំនាញនិងមានទំនាក់ទំនងល្អក្នុងការងារពីវេទិកាអធិបតីនោះដែរអាយុដំអភិសន្តិបណ្ឌិតក៏បានផ្ដល់ការណែនាំដល់នគរបាលនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងនិងក៏ដូចគ្នាក្នុងក្របខ័ណ្ឌទូទាំងប្រទេសត្រូវតែបន្តតម្កល់ជាអាទិភាពលើការងារគ្រប់គ្រងសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋនិងបង្កលក្ខណៈដល់បរិយាកាសនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិអាយុដំអភិសន្តិបណ្ឌិតក៏បានលើកឡើងអំពីសារៈសំខាន់ដែលអគ្គនាយកដ្ឋានធនធានមនុស្សនិងបណ្ឌិតសភានគរបាលកម្ពុជាសហការសម្របសម្រួលបើកវគ្គបំពន់ខ្លីៗពង្រឹងជំនាញដល់មន្ត្រីដែលកំពុងកាន់មុខតំណែងនិងអនុវត្តតួនាទីរបស់ខ្លួនក្នុងន័យដើម្បីឲ្យកាន់តែមានសមត្ថភាពនិងច្បាស់លាស់ក្នុងការអនុវត្តការងារនាឱកាសនោះអាយុដំអភិសន្តិបណ្ឌិតក៏បានសម្ដែងការអបអរចំពោះសមិទ្ធផលក្នុងខេត្តស្វាយរៀងជារួមដែលមានការរីកចម្រើនជាបន្តបន្ទាប់ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងនោះសមិទ្ធផលក្នុងក្របខ័ណ្ឌស្នងការដ្ឋាននគរបាលខេត្តដែលសម្ពោធនាថ្ងៃនេះក៏ជាផ្នែកមួយដែលបញ្ជាក់អំពីការរីកចម្រើននៅក្នុងខេត្តស្វាយរៀងផងដែរក្នុងឱកាសនោះដែរអាយុដំអភិសន្តិបណ្ឌិតក៏បានឧបត្ថម្ភនូវថវិកាជូនស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងដែលបានចូលនិវត្តន៍ចំនួន2រូបរួមមានលោកឧត្តមសេនីយ៍ត្រីកុយសុភាចំនួន4លានរៀលជូនលោកស្រីឧត្តមសេនីយ៍ត្រីកៅស័កចំនួន4លានរៀលអាយុដំអភិសន្តិបណ្ឌិតក៏បានឧបត្ថម្ភថវិកាជូនក្រុមកីឡាករចំនួន3ក្រុមរួមមានក្រុមកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងចំនួន2លានរៀលក្រុមកីឡាបាល់ទាត់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងចំនួន2លានរៀលនិងក្រុមកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំចំនួន2លានរៀល